Bàបន្ទាប់ពីយើងកែលំហាត់ grammar ហើយ teacher នឹងកែ vocabulary អូខេអញ្ចឹងយើងមើលទី1 at time there is always plenty of work to do on a farm នៅពេលណាមួយនោះមានការងារជាច្រើនដែលត្រូវធ្វើនៅក្នុងចម្ការឬក៏កសិដ្ឋានអញ្ចឹងនៅពេលណានៅពេលផលិតកម្មបាទអញ្ចឹងយើងមើលនៅពេលផលិតកម្មនៅពេលចំណេញនៅពេលដំណាំនៅពេលប្រមូលផលអូខេអញ្ចឹងពាក្យដែលស័ក្តិសមជាងគេគឺនេះគឺពាក្យថាប្រមូលផលអូខេទី2 it is again បាទអញ្ចឹងបើសិនជាបងប្អូនអ្នកធ្លាប់រៀនកសែតឬក៏ធ្លាប់អានអត្ថបទអីច្រើនណាអញ្ចឹងពាក្យថាប្រឆាំងទៅនឹងច្បាប់គេប្រើពាក្យថា again the law អូខេ it is again the law not to wear seat belt in a plane វាខុសច្បាប់ឬក៏វាមិនត្រូវទៅនឹងច្បាប់ក្នុងការមិនពាក់ខ្សែក្រវ៉ាត់នៅក្នុងយន្តហោះអូខេអញ្ចឹងពាក្យ rule ប្រែថាច្បាប់ដែរទៅទៅនឹងក្បួនវិន័យអូខេ regulation បទបញ្ជា order ការបញ្ជាទៅហ៊ានអីចឹងទៅបាទតែបើ law តទៅនឹងច្បាប់ផែនដីរបស់យើងអូខេតោះលេខ3អញ្ចឹងយើងមើល everything in the cell has been reduced decreased bargain and lower អ្វីនៅក្នុងហាងឬក៏ការលក់ត្រូវបានបញ្ចុះតម្លៃពាក់កណ្ដាល half price អញ្ចឹងពាក្យថាបញ្ចុះតម្លៃគេប្រើពាក្យថា reduce អូខេបញ្ចុះតម្លៃ reduce price បញ្ចុះតម្លៃអូខេលេខ4 I apologize or sorry, pity or regret to inform you that your grandmother died 10 minutes ago ខ្ញុំចូលរួមសោកស្ដាយដែលលោកយាយរបស់អ្នកបានស្លាប់ឬក៏ទទួលមរណភាពកាលពី10នាទីមុនអញ្ចឹងយើងអាចនិយាយពាក្យថា I am sorry ណា I am sorry ឬក៏ I regret ខ្ញុំសោកស្ដាយបាទអញ្ចឹងពាក្យថា sorry កន្លែងហ្នឹងគឺអត់ត្រូវទេដោយសារអីយើងអត់មាន am អូខេបើមាន am យើងអាចដាក់បានណាពួកថា I am sorry ពេលខ្លះប្រែថាខ្ញុំសុំទោសពេលខ្លះប្រែថាខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់អូខេអញ្ចឹងកន្លែងនេះអត់មាន am ទេអញ្ចឹង sorry มันអាចដាក់បានទេអូខេអញ្ចឹង regret ដាក់តួជា verb កន្លែងហ្នឹងអញ្ចឹងបើ verb យើងអាចដាក់នៅក្បែរ subject បានអញ្ចឹងគឺចម្លើយរបស់យើងគឺ D I regret ខ្ញុំពិតជាសោកស្ដាយតោះណាខ្ញុំពិតជាសោកស្ដាយក្នុងការប្រាប់អ្នកថាលោកយាយរបស់អ្នកបានទទួលមរណភាព10នាទីមុនអូខេលេខ5 We were unable to reach an agreement ពួកយើងមិនអាចសម្រេចបាននៅកិច្ចព្រមព្រៀងបានទេកាលណាមិនអាចយល់ស្របបានមានន័យថាកើតឡើងដោយសារចំនួនរវាងក្រុមទាំងពីរអញ្ចឹងពាក្យដែលតកតងនឹងចំនួនគឺ conflict ចម្លើយ D អូខេបាទដោយសារតែមានសំឡេងរំខាន teacher សូមបញ្ចប់មេរៀនត្រឹមហ្នឹងអូខេ